ក្នុង Facebook ជាទីមេត្រីថ្ងៃនេះគឺខ្ញុំបានត្រឡប់ទៅផ្ទះវិញហើយព្រោះថាការពីម្សិលមិញខ្ញុំបានចូលរួមទស្សនាជាមួយនឹងកម្មវិធី The Voice Cambodia ដែលខ្ញុំបងប្រាថ្នាជាយូរថាខ្ញុំនឹងចង់ចូលរួមទស្សនាដោយផ្ទាល់ជាមួយនឹងកម្មវិធី The Voice ខ្ញុំគិតឃើញថាវាល្អចង់ចូលរួមទស្សនាអូខេខ្ញុំសូម comment ទៅលើអ្នកដឹកនាំក៏ដូចជាអ្នករៀបចំកម្មវិធីនៅក្នុងកម្មវិធី The Voice Cambodia នេះខ្ញុំមានការសោកស្ដាយត្រង់ថាសម្បត្តិដែលចូលទស្សនាទាំងអស់គ្នានឹងអត់មានលេខអីទី2ខ្ញុំចង់និយាយពីរឿងពេលវេលាដែលគាត់កំណត់ឲ្យបងប្អូនយើងទាំងអស់គ្នាចូលរួមទស្សនាហ្នឹងការកំណត់ពេលវេលាក៏មិនច្បាស់លាស់ក្នុងសម្បត្តិគាត់សរសេរដាក់ថាម៉ោង7សូមអញ្ជើញទស្សនិកជនទាំងអស់មកគ្រប់គ្នាមុន15នាទីអូខេសម្រាប់ខ្ញុំផ្ទាល់ពេលដែលខ្ញុំទៅដល់វីដេអូរបស់ហងមេហ្នឹងគឺខ្ទង់ប្រហែលជាខ្ទង់ម៉ោង6ហើយពេលខ្ញុំទៅដល់ម៉ោង6ហ្នឹងមិនមែនមានតែខ្ញុំទេមានបងប្អូនជាច្រើនទៀតក៏គាត់ទៅដល់ម៉ោងប្រហែលគ្នាដូចគ្នាខ្ញុំគិតថាម្ចាស់ដែលរៀបចំកម្មវិធី The Voice ហ្នឹងគួរតែកែប្រែទី1បើសិនជាកន្លែងហ្នឹងមានកំណត់គួរតែបងលេខអីឲ្យបងលេខអីទៅដល់ប្រិមត្តទស្សនិកជនទាំងអស់ដែលគាត់បានទៅកុំឲ្យគាត់បញ្ជ្រាបគ្នាអញ្ចឹងអូខ្ញុំពិបាកភ្នែកមើលការដែលបញ្ជ្រាបហ្នឹងមិនមែនសិតតែស្ទាវទេបើសិនជាសិតតែស្ទាវឬក៏បងប្អូនអូខេអត់អីទេបញ្ជ្រាបចោះព្រោះគាត់ក្មេងគាត់មានកម្លាំងតែនៅក្នុងនោះការពីម្សិលមិញហ្នឹងការចូលរួមបញ្ជ្រាបទាំងអស់គ្នាហ្នឹងគឺខ្ញុំឃើញមានដូចជាបងស្រីម្នាក់ដែលគាត់មានទងន់បើហើយខ្ញុំឃើញមានលោកតាហើយជាអាចហៅលោកតាព្រោះអីខ្ញុំមើលទៅគាត់រៀងចាស់ដែរហើយបាទហ្នឹងហើយហើយក៏មានក្មេងៗអីជាច្រើនចឹងដែរខ្ញុំគិតថាបើសិនជាកម្មវិធីហ្នឹងបើសម្បត្តិចូលទស្សនាបើមានលេខអីល្អមិនបាច់វិជាគ្នាអ្នកណាទៅមុនគឺអង្គុយមុនគឺគេមានលេខអីស្រាច់អីអញ្ចឹងយើងអាចបកកាយឬក៏យើងអាចទៅដើមគ្នាបានទេហើយមួយទៀតត្រង់ថាការរងចាំបើសិនជាយើងកែប្រែត្រង់ថាអតិថិជនឬក៏ទស្សនិកជនទាំងអស់រងចាំនៅខាងក្នុងណាអូខេឲ្យគាត់ចូលទៅគាត់មកមុនហើយគាត់ចូលហើយគាត់អង្គុយទៅកុំឲ្យគាត់ឈរអញ្ចឹងព្រោះអីឈរយូរកាលពីម្សិលមិញហ្នឹងខ្ញុំចាំតាំងពីម៉ោង6រហូតដល់ម៉ោង8បានបើកឲ្យចូលបងប្អូននឹងស្រាប់ហើយការដែលរងចាំហ្នឹងមិនមែនស្រួលទេមនុស្សច្រើនហប់ខ្យល់ចុកជើងណាបើសិនជាយើងឲ្យគាត់ទៅចាំខាងក្នុងខ្ញុំជឿជាក់ថាទឹកចិត្តរបស់គាត់និងទឹកចិត្តរបស់ខ្ញុំឬក៏ទឹកចិត្តរបស់ទស្សនិកជនទាំងអស់ក៏គាត់គិតដូចខ្ញុំដែរបើសិនជាឲ្យគាត់អង្គុយចាំខាងក្នុង5ម៉ោង2ម៉ោង3ម៉ោងឬក៏អង្គុយចាំរហូតដល់កម្មវិធីដែលលេងខ្ញុំជឿជាក់ថាគាត់ក៏សុខចិត្តអង្គុយចាំដែរខ្ញុំក៏សុខចិត្តអង្គុយចាំដូចគ្នាតែពេលដែលចាំយូរគឺមូម៉ៅតែម្ដងមូម៉ៅអត់មានអារម្មណ៍ចង់មើលទេសឹងថានៅពេលហ្នឹងបើសិនជាចាំរៀងយូរតទៀតហើយខ្ញុំសុំដូរយកលុយហើយខ្ញុំគិតថាទស្សនិកជនទាំងអស់ដែលគាត់បានចូលរួមទស្សនាការពីម្សិលមិញហ្នឹងបើសិនជាឲ្យគាត់ដូរយកលុយវិញបានគាត់ក៏ព្រមដូរដូចគ្នាដែរព្រោះខ្ញុំគិតថាអ្នកដែលគេរងចាំហ្នឹងគឺគេល្អគ្រប់គ្នាតែម្ដងគេថាបើយូរអញ្ចឹងពេលវេលាកំណត់មិនច្បាស់លាស់អញ្ចឹងគេសុំដូរយកលុយវិញក៏បានមិនបាច់មើលក៏បានដែរនេះគឺជាពាក្យសម្ដីពិតដែលបងប្អូនយើងទាំងអស់ដែលបានចូលរងចាំជាមួយខ្ញុំដែរម្ដងនឹងអញ្ចឹងសង្ឃឹមថាពាក្យដែលខ្ញុំនិយាយទាំងអស់នេះគឺជាការខមមិនក៏ដូចជាផ្ញើជូនទៅដល់អ្នករៀបចំកម្មវិធីផងបាទតែបើសម្រាប់ខ្ញុំហើយជាខ្ញុំអត់ទៅទៀតទេបាទអរគុណបាយបាយ